បាទអូខេបងប្អូនអរគុណបាទនេះសប្បាយពុកបងប្រុសណាហ្នឹងហើយឥឡូវនេះគាត់បានមកព្យាបាលនៅតំណាងបងអ្នកគ្រូនីកាសាខាក្នុងទឹកឥឡូវជាបានស្អាតទុកជ័យណាស់ទៀតបងប្អូនប៉ុន្តែគួរស្រ័យដោយសារអីបាទកន្លែងចំណុចផ្ពាល់កន្លែងនេះដោយសារតែពីមុនបងប្រុសគាត់មានសភាពលក្ខណៈអីមុនផ្ទុះក្នុងកប់ច្រើនណាអញ្ចឹងនៅពេលដែលជាទៅបងប្អូនបាទបងប្អូនឆ្ងល់ទេនេះមិនបានកន្លែងចំណុចសាច់កន្លែងក្រោមពណ៌ហ្នឹងស្អាតចុះកន្លែងពណ៌ហ្នឹងខុំដោយសារកន្លែងហ្នឹងពីមុនគឺសម្បូរនឹងមុនកប់សាច់នឹងមុនផ្ទុះច្រើនណាបងប្អូនហើយដូចឆ្ងាញ់បងនេះបងប្អូនឃើញទេបាទឡើងអលោងហ្មងមើលទៅឃើញអសាច់ខាងក្នុងហ្មងណាបាទដោយសារកន្លែងហ្នឹងពីមុនគឺអត់មានសភាពលក្ខណៈមុនផ្ទុះច្រើនប៉ុន្តែបើថាកន្លែងចំណុចថ្ពាល់គឺសម្បូរនៅជាទៅគឺខ្មោចបងប្អូនដោយសារបាទហ្នឹងគឺជាច្បាប់ធម្មជាតិរបស់ស្បែកមុខវិញយើងហើយបាទតែមានមុនគឺមានស្នាមហើយតែមានស្នាមគឺមានខ្មោចដែរអញ្ចឹងបងប្អូនកុំបណ្ដោយមុខអត់មានសភាពលក្ខណៈមុនផ្ទុះខ្លាំងអីមកវិញយើងបញ្ញាប់ព្យាបាលណាបាទអញ្ចឹងបញ្ជាក់សាខាបណ្ឌិតគ្រូគឺនៅលើផ្លូវ51ជាប់ជាមួយរោងចក្រស្បែកជើងណាបងប្អូនបាទមានចង្អល់បញ្ហាមុខមុនអាចតាក់ទងមកអ្នកគ្រូបានបាទអញ្ចឹងឯនេះអាចមកមើលទីតាំងរបស់អ្នកគ្រូនីកាបានដែលមានទីតាំងស្ថិតនៅលើផ្លូវ51យើងចេញតែពីខ្នល់ស្តុបខ្នល់ទទឹងមកប្រហែលជាចម្ងាយ5 ម៉ែត្រទេអញ្ចឹងទីតាំងរបស់អ្នកគ្រូគឺនៅខាងឆ្វេងដៃតែម្ដងគឺនៅជាប់ជាមួយនឹងរោងចក្រស្បែកជើងណាបាទនេះគឺជាវីដេអូក៏ដូចជាទីតាំងរបស់អ្នកគ្រូផ្ទាល់តែម្ដង